ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់ព្រះធម្មវិបស្សនាសម្បុនខឿនកេតធម្មោជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅខាងលិចភ្នំអធរៈឃុំផ្សារដែកស្រុកភ្ញាលឺខេត្តកណ្ដាលថ្ងៃនេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំទូលសួរអំពីព្រះអង្គនៅធម៌មួយចំនួនដែលតាក់ទងទៅនឹងឋាននរកនិងឋានសួគ៌នៅពេលនេះខ្ញុំប្រកាសណាសូមនិមន្តព្រះអង្គបកស្រាយតើអ្វីទៅដែលហៅថាឋាននរកដូច្នេះសូមនិមន្តប្រកាសណាសូមនិមន្តបកស្រាយអាត្មាសូមចម្រើនពរដល់លោកដែលបានចូលមកសម្ភាសនិងសូមចម្រើនពរដល់ពុទ្ធសាសនិកជនពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកតាមដាននៅពុទ្ធធម៌ហើយនឹងស្វែងយល់នៅពុទ្ធធម៌សូមដោះស្រាយអំពីបញ្ហារឿងឋាននរកហើយនិងឋានសួគ៌ព្រោះថានៅក្នុងបច្ចុប្បន្នកាលនេះគឺមនុស្សម្នាក្នុងលោកគ្រប់ស្រទាប់វណ្ណៈតែងតែនាំគ្នានិយាយអំពីឋានរស់ហើយនិងឋានសួគ៌ហើយពាក្យនេះជាពាក្យកំបាំងផងរហូតដល់នរជនខ្លះបដិសេធដល់មិនជឿថានឹងមានមកអំពីវិភពវិស័យនៃការគិតតែកត្តាទី1សូមបកស្រាយអំពីឋានរស់មុនហើយឋាននរកនេះបើយើងនិយាយទៅតាមភាសាបាលីនរកហ្នឹងគឺជាបាលីដែលហៅថានរកៈហ្នឹងជាប្រែថារណ្ដៅគឺជាឋានមួយដែលជាកន្លែងមួយដែលទុកទៅដោយពពួកសត្វដែលគ្មានបុណ្យណាព្រោះនរកហ្នឹងមានន័យថាជាប្រទេសនាំសត្វទៅគឺជាកន្លែងដែលគ្មានបុណ្យអញ្ចឹងពពួកសត្វណាដែលទៅអាស្រ័យនៅក្នុងឋាននរកនោះគឺពពួកសត្វនោះមានទុក្ខវេទនាជាទម្ងន់មានទុក្ខវេទនាជាទម្ងន់ហើយនរកនេះបើពោលឲ្យជាក់ច្បាស់ឲ្យមែនតែនហើយឲ្យឃើញច្បាស់មែនតែនទៅនរកបច្ចុប្បន្ននិងវរៈលោកមាន2នរកបច្ចុប្បន្ននេះយើងអាចប្រៀបបានដែលព្រះសម្ដែងថាមនុស្សហាក់ដូចជារស់នៅក្នុងឋាននរកគេហៅថាមនុស្សនិរិយកោគឺបើយើងសម្ដៅក្នុងបច្ចុប្បន្នមកគឺកន្លែងពន្ធនាគារគឺជាមន្ទីរឃុំឃាំងនឹងមកព្រោះឋានហ្នឹងមិនមែនជាកន្លែងរស់នៅដោយសេរីទេជាកន្លែងគ្មានសេរីហ្មងណាជាគ្មានកន្លែងគ្មានសេរីมันអាចទៅធ្វើនៅអំពើណាបានតាមចិត្តអស់គឺជាមនុស្សដែលទៅជាប់នៅក្នុងពន្ធនាគារគឺជាអ្នកមានកំហុសហើយត្រូវបរិយាអាជ្ញាឬក៏ត្រូវបរិជាធ្វើនៅកម្មករណាហៅកម្មករណៈកម្មករក្នុងទីហ្នឹងគឺទណ្ឌកម្មហ្នឹងមកទណ្ឌកម្មដោយអំពើដូចជាមានវិធីវាយចងឬក៏កាត់ក្បាលកាត់ដៃកាត់ជើងឬក៏ដុតនៅក្នុងភ្លើងអីសពសារពើអញ្ចឹងគឺថានិយាយមែនទែនទៅថាអ្នកដែលជាប់គុកណាជាប់គុកហ្នឹងគឺជាឋាននរកហ្នឹងមកហើយក្នុងបច្ចុប្បន្នយើងនេះហើយនឹងប្រាក់លោកមិនខុសទេទេនៅក្នុងប្រាក់លោកគេមានប្រយុមរាជគេមាននិរយបាលហ្នឹងគឺមានសិទ្ធិមានអំណាចណាស់ដើរប្រមូលសត្វដែលសាងនៅបាបកម្មនេះយកទៅកាត់ទោសណាប្រយុមរាជនោះអ្នកកាត់ទោសយ៉ាងណាមិញមនុស្សដែលជាប់ទុកទោសនៅក្នុងលោកដីនេះមុននឹងចូលទៅក្នុងតំបន់គេហៅឃុំឃាំងជាពន្ធនាគារហ្នឹងគឺថាជាមនុស្សដែលត្រូវឆ្លងកាត់តឡាការណាតែគេត្រូវកាត់ទោសទម្ងន់ថាប្រហែលឆ្នាំអីចឹងទៅអញ្ចឹងតឡាការក្នុងបច្ចុប្បន្នដូចប្រយុមរាជអញ្ចឹងណាដូចប្រយុមរាជនៅក្នុងទេវលោកអញ្ចឹងប្រាក់លោកអញ្ចឹងហើយអ្នកដែលរសាគុកអ្នកដែលធ្វើទរណកម្មដល់ពុននៅក្នុងឃុំឃាំងទាំងបានដូចជាពួកនិរយបាលនៅក្នុងប្រាក់លោកដែរអញ្ចឹងបានន័យថាបើយើងប្រៀបធៀបនៅក្នុងបច្ចុប្បន្នឲ្យឃើញថានរកនៅក្នុងបច្ចុប្បន្ននឹងមានអត់ឲ្យនៅតាណានឹងសូមយល់ចុះថាបើតាមកាពីពុទ្ធសាសនាបានសពបញ្ជាក់ឲ្យឃើញថា
นรุขนองปัจจุบันคือเบียดบ่นะคือมนุษย์คือจ่อนรุขนองปัจจุบันเตียงมันดังชวนนรุปัจจุบันคือใส่คลาคือมันตีคมแข้งกับไหลกิดกุบคือตรนกรรมสอบแบบสอบอย่างนั่งมาสมดำนาเรื่องมวยที่หาจ่อนรุปัจจุบันนั่งดำนาปีสมัยเปรี้ยมีเรื่องมวยมีเรื่องมวยคือกูไอ้ข้อสมควรคือเรื่องเนียงสมาบัติสมาบัตินั่งเบียนสตรีมันได้ชมวดหาเนียงก้อนที่ยี่เอาสปริชีอังได้ชมวดหาแบบบาสได้เต้นนั่งเบียนประปุ่นใบคือเนียงก้อนที่เนียงสมาบัติมวยหายเนียงเป็นสลัดตัวตามวยหายนั่งเนียงในก้อนที่ยี่มวยเนียงก้อนที่ยี่นั่งที่มนุษย์เบียนจัดประตูสลายนั่งเปรี้ยดาวประตูสลายนั่งเปรี้ยมันบานก็ตือประตูสลายนั่งเนียงสมาวัดได้ชีพประปุ่นตีมวยได้ชีพพุทธบริษัทระบบเปรี้ยครูนอันมีศาสนาตีลาเราไปที่ไกกอลดำไปนั่งสำลับเนียงสมาวัดนี้ปนแต่เราไปมันบานวิธีไอ้ตัวก็เจตปราชัยวิธีไอ้ตัวก็เจตปราชัยต่อที่บำพดคือสำนักจัดคือเตยแต่สำหรับจอดดาววิธีดดสมัยไทยมวยคือเนียงสมาบัตินั้นกอดเราตึงคุยกรรมฐานที่เมืองเซลในปราสาทจวนขังหรือผู้จีไม่ให้ใส่สตันหอยนิ่งก่อนเย็นนี่ครั้งนะกุมนะก็ตัวโยกปกเมียนั้นอ่อยมาคือวิธีก็หาทางปริกรรมบูชีชีวิตพวกนั้นก็น้อมขึ้นโยงขนาบซอนั้นโยมรุมตะซอยจะสังดดหมอดดเตอก็อายุสองคาเตออายุสองคาเตอดังดัสได้บ้านก็หาเตะนี่ก่อนพอเราไปไกลก็ลำไปสไปงรกชิตกรเนี่ยสำหรับเป็นนั้นคือประวัติระบายคือท่าบริเชียลุเตยจีสอยสบายท้อนาเกะกุจัดละออมาเลยมาสำหรับยิงสมาวันใดนะอันทุนตรอนอยู่เฮ้ยเป็นรอกกะดำใบนั่งสำหรับนั่งเวียนมันบ้านนะเวียนมันบ้านเราเวียนมันบ้านอะไรนั่งเวียนนะที่มาสำหรับจะดูยังคือละออนะเนียงก่อนในยีนั่นก็เจียมมนุษย์ละมุบโดยอำนาจท้องให้เจียมมนุษย์พลิกล้วนก็สารพิษตรังขยมนั่งจีนสำหรับเนียงสมาวันใดนั่งจีนดดบ้านปริชีองนุลูกปูชาโดยฉะนั้นยังเจอแต่ซองคนเลี้ยงนะผลเลี้ยงบ้านสำหรับมนุษย์ได้ยังอัดโจจัดจังเลี้ยงเจอแต่แบบโมกรมยึดเนี่ยต้องอ้อยอมเอาดังใบยังจุนวอนยังถือวิธีจุบเลี้ยงมวยให้ขนมสมัยนู้นยังก่อนเยี่ยมกับบ้านเจอประมาณแบบโมบองเผาแบบการบองเผาจะโดนมวยเราโหดอนเราสกละได้มันจบเปียป้อนหนึ่งเตยจะบองเผานี่ปนแต่ได้สาจังบานลุยกะเมียปราบิสได้ก็จอชมือถือจะบองเผาได้ดอกเปจังดอกเปประโมเมื่อกี้มันจบเรียงยังตึ๊ดดัดมันกัดตู้นะดับริอัญญาแต่มาลองนั่งจนรัวนะจนรัวดัดด้วยประโยชน์เรียยังคือถ้าเอากีจองกรมเยียดระบอนยังก่อนเยียดต้องโยตกอบนึกลงใดไอ้กอบทำกกอหรอให้โยจะบ้างหรือดัดดดเฮยยังเตยโยหนึ่งคนได้ชัวขมาลงมองเนี่ยนี่ไอ้ชมทาในรูปปัจจุบันในทานมนุษย์เนี่ยได้มีกำข้อสำหรับที่เธอเขียนกรรมเขียนก่อประหารจีบมนุษย์ในเป็นนาได้ที่บานดังตอนที่จับtới cái do tự thừa toàn cắm chỉ vật đôi chỉ cầm như là bọn những con gì ní chia nó rút bạch cho bọn tại mà ở trong này những con gì nó yang mới cho đài những con gì nó cứ đặt từ đại nhà ở giờ tròn chương làng từ lửa rồi tròn hái do cái bật mà ve hái dùng bal bala hái do ta ăn bè sánh do ta ăn hái do màu xì những con gì nó rong trục về từ nhiều khăn naโดยสาการชื่อจับนั่งกับบัดได้กี่เบี้ยให้กี่รูลสับสารเปิดละโคตรได้จอสลับตึงจังนี้ไอ้ไม่จะทานรูปปัจจุบันนะรูปปัจจุบันจังมองนะนึ่งสมัยเปรี้ยดอมสมัยยืงสับไทยเนี่ยรัฐสูลกตีละนั่นคือกระไร
ទុះគេហៅទុះងងឹតប៉ុន្តែច្បាប់រដ្ឋធម្មនុញ្ញយើងបានចែងថាមិនឲ្យមានទោសប្រហារជីវិតទេចាណាមិនឲ្យទោសដល់ប្រហារជីវិតទេប៉ុន្តែត្រូវតែជាប់ទោស10ឆ្នាំ20ឆ្នាំ30ឆ្នាំគេហៅទោសព្រហ្មទណ្ឌអក្រិតដែលទោសនឹងរងទុក្ខរងទោសវេទនាគេធ្វើបាបអានឹងឯងកន្លែងគុកនឹងគឺជាឋាននរកណាឋាននរកពលនរកប្រែថារំដៅជាកន្លែងដែលសត្វគ្មានបុណ្យគ្មានសេរីនេះក្នុងបច្ចុប្បន្ននេះសូមជម្រាបឲ្យបានយល់អញ្ចឹងមកពលនរកនឹងគេប្រែអញ្ចឹងគេប្រែថារំដៅក៏បានឬគេប្រែថាប្រទេសដែលសត្វគ្មានសេរីมันអាចធ្វើអីតាមតម្រឹងចិត្តគ្មានអីធ្វើបន់បានចាអញ្ចឹងបើគេប្រែថាប្រទេសជាកន្លែងគ្មានសេរីអញ្ចឹងគឺគុកហើយណាគុកនឹងដំងអ្នកជាប់គុកមានសេរីភាពឯណាតែធ្វើបន់តែធ្វើទៀនដើរសេរីអត់មានទេគឺគេធ្វើទុកបុកម្នេញគេប្រអត់បាយប្រអត់ទឹកគេធ្វើបាបតាមតែច្បាប់របស់ប្រទេសជាតិនីមួយៗដែលគេបញ្ញត្តិនេះស្មាសូមជំរាបនឹងចំណុចមួយហើយបញ្ជាអំពីនរកប្រាក់លោកម្ដងនរកប្រាក់លោកនេះនៅក្នុងកម្ពីមជ្ឈិមនិកាយនៅត្រង់គេហៅភាគទី8ត្រង់ទេវទូតសោតបើបីដាក់វិញលេខ25ណាលោកបានបញ្ជាក់អំពីលោកពលធម្មនេះពិខុទាំងឡាយតថាគតមានចិត្តបរិសុទ្ធមានភ្នែកភ្លឺច្បាស់ឃើញច្បាស់នៅសត្វនរកដែលរងទុក្ខរងទោសដែលកំពុងតែសោយទុក្ខក្នុងបច្ចុប្បន្នដែលមនុស្សលោកយើងមើលមិនឃើញគេហៅថានរកប្រាក់លោកនោះអ្នកដែលត្រូវស្លាប់ពីនឹងទៅកើតនៅក្នុងនោះបានលោកពិពណ៌នាអំពីឋាននោះនឹងសូមពិពណ៌នាបន្តិចដើម្បីបានស្វែងយល់មនុស្សណាដែលមានទុក្ខមានទោសជាក់ច្បាស់ត្រូវធ្លាក់នរកគឺនិរយៈបាយកទៅបោះចោលក្នុងឋាននរកហ្មងហើយបើមនុស្សណាដែលមានទោសស្រាលអាចសួរនាំបានគឺយកទៅបង្ហាញប្រយុំរាជហើយប្រយុំរាជនោះតើនរណាគេប្រយុំរាជគឺវាមាននិកៈប្រេតជាទេវតាទេគាត់ពេលណាគាត់ទៅកាត់ទោសចឹងទៅគាត់คลายខ្លួនទៅជាប្រយុំរាជទៅធ្វើតឡាការឲ្យពួកខ្មោចហើយនៅពេលណាដែលផុតពីការកាត់ទោសហ្នឹងទៅគាត់នឹងក៏បានคลายទៅជាទេវតាមានប្រាសាទមាននៅដើមឈើកបព្រឹកសោយសុខសម្បត្តិជាទេវតាទៅជនណាបានមាននិទានមួយនឹងថាជននោះមិនគោរពមេត្តានិងបិតាជាមារាយឪពុកម្ដាយវាយតប់ឪពុកម្ដាយអត់ស្គាល់ចាស់ទុំព្រឹទ្ធាចារ្យអត់ស្គាល់នៅមានសិលបានន័យថាជាជនអកតញ្ញូក្នុងលោកមានបរិះម្នាក់ហ្នឹងគេយកទៅគេនាំយកទៅដល់ស្វាយប្រយុំរាជហើយប្រយុំរាជគឺថាមិនមែនទៅដល់ភ្លាមផុងផាងទេគឺកាត់ទោសតាមធម៌បានសួរបរិះថាណែបរិះតើបរិះឯងហ្នឹងមានបានឃើញនៅទេវទូតទេណាទេវទូតទី1ហើយបានបរិះថាខ្ញុំព្រះអង្គអត់ស្គាល់ទេទេវទូតទី1គឺអីគឺមនុស្សកើតមនុស្សដែលទើបនឹងកើតចេញអំពីផ្ទៃមេត្តាហើយដេកត្រាំភក់លមួកតើអ្នកបានឃើញទេថាបបិទ្ធប្រយុំរាជដ៏ចម្រើនខ្ញុំបានឃើញណាខ្ញុំបានឃើញក៏អោយចុះបើបានឃើញយ៉ាងអ្នកមានគិតថាសត្វទាំងឡាយតែងកើតទេអាត្មាអញក៏ត្រូវតែកើតដែរទេតែកើតទៀតទេអត់បានគិតទេខ្ញុំប្រមាថអញ្ចឹងអាចបានធ្វើបុណ្យធ្វើកុសលអីធ្វើល្អអីសោះអត់គិតតែប្រមាថអញ្ចឹងអានឹងគេហៅថាទេវទូតទី1ចុះអ្នកមានបានឃើញទេវទូតទី2ទេអត់ស្គាល់ទៀតបានបយមរាជថាមានដែលឃើញមនុស្សចាស់ទេមនុស្សចាស់ចរីនេះសាក់ស្កូវថ្មិញបាក់ភ្នែកខោងអីស្បែកជ្រីងជ្រួញអីសពសារពើអញ្ចឹងទៅហើយបានគាត់ឆ្លើយថាឃើញព្រះអង្គហើយឃើញហ្នឹងហើយទេវទូតទី2តែអ្នកបានគិតថាអ្នកឯងទៅចាស់ទេមានបានគិតធ្វើបុណ្យធ្វើកុសលធ្វើល្អអីគេទេថាអត់ទេខ្ញុំអត់មានបានគិតរឿងធ្វើបុណ្យធ្វើកុសលទេខ្ញុំគាត់តែឃើញតែមនុស្សចាស់អញ្ចឹងឯងនេះចំជាប្រមាថហើយចុះឯងមានបានឃើញនៃទេវទូតទី3ទេទី3ស្អីគេទៅព្រះអង្គណាគឺមនុស្សដែលមានអាពាធណាមនុស្សមានជំងឺឈឺចាប់ចុកពោះគឺថាដេកនៅក្នុងស្លុកលមួករងទុករងទោសឈឺក្បាលពលមុខសពសារពើចូលមន្ទីរពេទ្យចូលកលិនឋានអីមានតែឃើញថាឃើញ
cho nên miền ban cất thành nè trời chư đấy trời lùm ba đấy trời chư chẳng được kia đấy thọ thì ở miền ban cất vượng thứ bốn thứ sáu ọt đó trongการnơi chim mนุษย์นู้มาខ្ញុំ rất chi mong ខ្ញុំ chi ម៉ែខ្ញុំ ខ្ញុំ ប្រមាថកាត់ chi អត់ចេះគោរព អត់ស្គាល់មនុស្សចាស់មនុស្សអីទេខ្ញុំខុសហើយឥឡូវឯងប្រមាថឯងបាបកម្មឯងចុះឯងមានបានឃើញទេវទូតទី4ទេថាទេវទូតទី4ស្អីគេទៅព្រះអង្គទេវទូតទី4គឺមនុស្សស្លាប់ទី4គឺមនុស្សដែលជាប់អញ្ញានៅពេលដែលពួកចៅទាំងឡាយលួចទ្រព្យសម្បត្តិមហាជនហើយនៅស្រុកពួករាជបរោះគេបានចាប់យកទៅបណ្ដាលហើយស្ដេចយកដាក់អញ្ញាយកទៅសម្លាប់យកទៅកាត់ក្បាលទុកទោសសោកសារពើតើអ្នកមានបានឃើញនេះថាបានឃើញភ្នែកចុះអ្នកមានបានគិតថាខ្លួនអ្នកនឹងត្រូវទទួលទណ្ឌកម្មបែបនេះទេថាអត់បានគិតផងបើចឹងណាឯងប្រមាទទៀតហើយអត់បានធ្វើបន់សោះហើយចុះទេវទូតទី5អ្នកមានបានឃើញទេទី5គឺមនុស្សស្លាប់ហើមប៉ោងទៅតាណាក៏មានស្លាប់គូជន់ស្លាប់ពោះចាប់ស្លាប់កបីវត្តស្លាប់ខ្យល់គោមានដែរបានឃើញថាបានឃើញព្រះអង្គបានឃើញចឹងអ្នកមានបានគិតថាអ្នកត្រូវស្លាប់ទេអត់ទៀតអញ្ចឹងក្នុងចំណោមទេវទូតទាំង5អ្នកបានឃើញទាំងអស់អ្នកមានបានគិតថាអ្នកត្រូវជួបអញ្ចឹងអត់ដែរបានគិតទេអ្នកមានបានធ្វើនៅអំពើល្អក៏អត់ដែរអញ្ចឹងទោសទាំងអស់នេះដែលអ្នកមើងងាយមេត្តានឹងបៃតាមើងងាយបងមនុស្សចាស់មិនគ្រប់ចាស់ទុំប្រមាថមើងងាយដែលជនដទៃហើយសាងតែអំពើបាបកម្មតាមយ៉ាងគុណអញ្ចឹងទុកទោសនេះអ្នកត្រូវចាំទៅគឺអ្នកត្រូវធ្វើដោយខ្លួនឯងមានបេតាគឺមិនប្រើឯងទេភរិយានឹងបុតគេមិនបានប្រើឯងទេគឺឯងស្ម័គ្រចិត្តធ្វើនៅបាបកម្មចំពោះខ្លួនឯងដើម្បីបម្រើជនដទៃអញ្ចឹងឯងគ្មានបុណ្យគ្មានកុសលអីដើម្បីនឹងជួយទេយើងប្រយុំរាជក៏មិននឹងជួយណែឯងយ៉ាងមិនដែរព្រោះតឡាការប្រយុំរាជនេះវាជាតឡាការឯករាជ្យស្ថិតនៅក្នុងអំណាចនៃធម៌សុទ្ធមិនស៊ីសនុកសោប៉ាន់ឬជនណាឡើយពេលណែឯងគឺសត្វគេប្រយុំរាជក៏បកគលភារកិច្ចនេះឲ្យទៅនិរយបាលនៅក្នុងស្ថានភាពនោះគួរឲ្យខ្លាចនិយាយអំពីឋាននរកដែលយើងមើលមិនឃើញតែព្រះលោកមើលឃើញគឺតំបន់នោះជាតំបន់ដៅសុទ្ធហើយជាលក្ខណៈព្រៃហើយគួរឲ្យខ្លាចហើយឆ្ងាយអំពីតំបន់មនុស្សនិរយបាលនឹងបានចាប់បរោះនឹងឯងចាប់ប្តេកទៅយកដៃគូលបោះនេះហៅកម្មករហ្នឹងគឺបានន័យថារបស់របរដែលគេត្រូវធ្វើបាបសត្វនរកហ្នឹងយកដៃគូលបោះត្រង់ដើមដៃឆ្វេងដើមដៃស្ដាំហើយជើងឆ្វេងជើងស្ដាំហើយបោះចំកដាលធុងហើយដៃគូលនឹងភ្លើងសុទ្ធណារងទុះក្តៅកុហលកាហាយនឹងឈឺផ្សាពេញសរីរៈរាងកាយបើសិនជាមិនទាន់អស់កម្មទេមិនស្លាប់ទេដល់គាត់នឹងសោយកម្មនឹងយូរបានពួកនិរយបាលហ្នឹងបានចាប់គាត់ដកដៃគោលចេញដល់ដកដៃគោលចេញហើយបានយកទៅប្តីហើយយកកបិតដូចបថៅអញ្ចឹងចាំងសាច់ទម្លាក់ណាមានសភាពដូចជាបុគ្គលចាំងឈើអ្នកចាំងឈើដើម្បីសក់យកសំណក់ចេញយ៉ាងណាពួកនិរយបាលចាំងសាច់សត្វនរកនោះក៏ដូចគ្នាក៏យ៉ាងនោះហើយបើមិនទាន់អស់បាបកម្មទេគឺនៅតែធ្វើអញ្ចឹងនៅតែចាំងអញ្ចឹងរហូតដល់បន្ទាប់មកនិរយបាលហ្នឹងពួកអ្នកធ្វើបាបសត្វនរកហ្នឹងក៏យកបរោះនេះព្យួរជើងឡើងទៅលើណាចងជើងព្យួរយើងមើលក្នុងបច្ចុប្បន្នដូរគេចងជើងមាន់ព្យួរយ៉ាងចងជើងឈូកព្យួរអញ្ចឹងយើងទៅទីផ្សារទៅឃើញគេចងព្យួររណេងរណោងដូចគ្នាណានៅរូបប្រាក់លោកនោះហើយដល់ពេលអញ្ចឹងទៅគេយកកំបិតព្រានជាសាច់ជាស្បែកទម្លាក់ទៅនៅសតតែឆ្អឹងហើយដុសសាច់វិញហើយអត់ចេះងាប់ទេណាជាយ៉ាងមិនក៏មិនងាប់ដែរលុះត្រាតែអស់កម្មបានស្លាប់ដល់ផុតពីនឹងមកនិរយបាលបានយកសត្វនរកនេះឲ្យទឹមនឹងរត់ដែកមានរត់ដែកមួយជាប្រការរំដៃហើយសុទ្ធភ្លើងទាំងអស់ហើយផ្លូវដែលត្រូវធ្វើដំណើរបរត់ហ្នឹងគឺសុទ្ធតែភ្លើងទាំងអស់ម្ល៉េះហើយសត្វនរកណាដែលមានកម្មដែលត្រូវគ្នាហ្នឹងក៏ចិត្តតែនាំគ្នាអូសរត់នឹងអូសទៅអូសមកនៅក្នុងភ្លើងក្តៅកុហលកាហាយរងទុក្ខរងទោសឈឺផ្សាមិននឹងគិតធ្វើម៉េច
នេះយកអំពីទុកវេទនារបស់សត្វនរកក្នុងប្រាក់លោកហើយដល់ពេលអស់ចិត្តអស់ចង់ទៅក្រោយមកទៀតគេឲ្យបរោះនឹងឡើងភ្នំដូចជាភ្នំអន្តរោះហ្នឹងប៉ុន្តែភ្នំហ្នឹងភ្នំភ្លើងទេនេះភ្នំភ្លើងនេះអញ្ចឹងបានតែយើងត្រូវវិចារណាអំពីភ្នំភ្លើងណាភ្នំភ្លើងនេះឡើងទៅដល់កពូលចុះមកឡើងមកឆេះឆាបពេញស្បែកពេញសាច់ពេញឈាមហ្នឹងឯងហើយដល់បន្ទាប់ពីនឹងមកគេចាប់ជើងសត្វនរកនេះបោះទៅក្នុងផ្ទះគេហៅលោហៈកម្មភីនរកគឺនរកហ្នឹងពោពេញទៅដោយទឹកទង់ដែងហើយពុះជាប់ចនិចនៅក្នុងសម័យពុទ្ធកស្សបៈជំរឿគឺនៅក្នុងកាពីបានចែកមកទៅសេទុកថាមានឯកសារមកទៅសេថាគ្រាន់តែជំរឿដែលលិចចុះពីមាត់ផ្ទះទៅបាតផ្ទះ 30000 ឆ្នាំមនុស្ស 30000 ឆ្នាំគ្រាន់តែពីមាត់ផ្ទះទៅដល់បាតផ្ទះហើយដល់អណ្ដែតឡើងឡើងវិញ 30000 ឆ្នាំទៀតគិតទៅ 60000 ឆ្នាំនៅក្នុងទឹកគ្រាន់តែហើបក្បាលបានបន្តិចលិចចុះទៅវិញនេះទរណកម្មនេះគឺថានឹងគេហៅឋាននរកនៅក្នុងប្រាក់លោកបន្ទាប់ពីសេចក្តីស្លាប់ទៅកើតអញ្ចឹងហើយសត្វនរកនោះគ្មានអំណាចអីនឹងទប់កាយទេត្រូវប្រកាច់ប្រកិនណែតបជាស្ទឹងបណ្ដោយចុះឡើងហើយភ្លើងហ្នឹងអានេះពពុះទឹកហ្នឹងបង្កើតទៅជាភ្លើងឆាបឆេះពេញបន្ទប់ទាំងអស់ហើយដល់ផុតពីនោះមកគេយកទៅបោះទៅក្នុងនរកមួយទៀតមិននេះនរកតូចទេមាននរកមួយទៀតគេហៅមហានរកហ្នឹងនរកធំហ្នឹងបានន័យថាអវជ័យនរកប្រែថាជារណ្ដៅដែលមានភ្លើងឆេះគ្មានចន្លោះកន្លែងណាក៏មានដាល់ភ្លើងដែរហើយជារណ្ដៅដែលមានសត្វទៅកើតនៅតែនឹងគ្មានសល់ដីទេអត់សល់ដីទេតាមស្ថានទ្រង់ទ្រាយគឺមាន4ជ្រុងទៅវែងមាន4ជ្រុងស្មើគឺបណ្ដោយទៅតឹង900យោជ900យោជបើយើងគិតយោជដែលគេប្រើនៅក្នុងស្រុកប្រទេសយើងប្រទេសមនុស្សនេះឋានមនុស្សយើងមានមួយយោជ16គីឡូហើយ900យោជណាហើយអញ្ចឹងក៏ពោះ9យោជហើយមានទ្វារព័ទ្ធជំវិញឲ្យបាតក្រោមលោហៈធាតុហើយដបូលខពីលើលោហៈធាតុទៀតហើយមានលបងដៃព័ទ្ធជំវិញហើយសត្វណាដែលមានកម្មគឺចាប់បោះក្នុងហ្នឹងហើយដល់ចាប់បោះក្នុងហ្នឹងហើយគ្រាន់តែចូលផ្លុកទៅស្រាប់តែភ្លើងណាតភ្លើងចេញមកណាតភ្លើងចេញពីជាងខាងកើតឆេះឆាបដល់ជាងខាងលិចណាតភ្លើងជាងខាងលិចឆាបឆេះដល់ខាងកើតហើយណាតភ្លើងខាងជើងឆាបដល់ខាងត្បូងណាតភ្លើងជាងខាងត្បូងឆាបរហូតដល់ជាងខាងជើងហើយជាងខាងលើនោះឆាបឆេះចុះមកក្រោមអ្នកក្រោមឆាបឆេះឡើងទៅលើអញ្ចឹងសត្វតពូពេញទៅដោយភ្លើងសុទ្ធមកហ្នឹងគេហៅថាអវជ័យមហានរកនោះហើយសត្វនៅក្នុងទីនេះអត់ចេះស្លាប់ឆេះប៉ុណ្ណឹងតិចថាឆេះសាច់ឆេះឈាមអីអស់អត់ទេគឺនៅក្តៅងុំតកូលតគុំភ្លើងបល័យកាប់ព្រះអាទិត្យណាដល់ពេលអនាគតទៅឆេះផែនដីនឹងអស់ឋាននឹងអត់ឆេះទេព្រោះភ្លើងនៃឆេះដីហ្នឹងវាក្តៅអត់ដល់ឋាននរកនោះទេណាភ្លើងនោះខ្លាំងជាងរងទុករងទុះខ្លាំងណាស់នៅពេលណាដែលមានទ្វារប្រហើបម្ដងសត្វនរករត់ចេញតាមទ្វារប៉ុន្តែចេញមកដល់ត្រមមាត់ទ្វារវាយផាំងហើយឆេះស្បែកឆេះសាច់ឆេះសរសៃអស់អញ្ចឹងទៅដោះឡើងវិញមកហើយដល់រាប់រយម៉ឺនឆ្នាំប៉ុណ្ណរស់នេះតាមកាពីបញ្ជាក់ថាអាយុមកកាប់អាយុមកកាប់បានន័យថាខ្លាំងណាស់អាយុមកកាប់ហើយដល់ផុតពីនឹងមកនៅក្បែរឋាននឹងទៀតនៅក្បែរឋាននឹងចេញពីឋាននឹងទៅមានរណ្ដៅមួយទៀតគេហៅថាគូថនរកគូថនរកហ្នឹងនរកប្រែថារណ្ដៅហ្នឹងមកពោពេញទៅដោយលមួកសត្វលមួកទាំងអស់ហើយក្នុងលមួកហ្នឹងមានសត្វល្អិតយ៉ាងម៉េចគឺមានសត្វហ្នឹងមានមាត់ស្រួចដូចមជុលអញ្ចឹងនៅក្នុងដៅនរកហ្នឹងនៅក្នុងលមួកមកស៊ីស្បែកដាច់ស្បែកទៅស៊ីសាច់ហើយសត្វហ្នឹងគឺស៊ីទៅប្រកាច់ប្រកិននៅក្នុងហ្នឹងទៅរាប់រយរាប់ពាន់ម៉ឺនឆ្នាំដល់ផុតពីហ្នឹងមកបានគឺថាទៅកើតនៅមុននរកមួយទៀតគេហៅថាបកលិតនរកគឺពេញទៅដោយផេះ
ផេះក្តៅទាំងអស់គឺថាមិនដៅនឹងសុទ្ធតែផេះទាំងសត្វនឹងរមៀលចុះទៅប្រឡាក់ប្រឡុកក្តៅក្រហល់ក្រហាយហ្នឹងទៅសើទុកវេទនាហ្នឹងទៅដល់ចាញ់ពីដល់មកមានព្រៃមួយគេហៅព្រៃសសិទ្ធណាព្រៃសសិទ្ធហ្នឹងដើមឈើទាំងអស់ប៉ុន្តែដល់សត្វនរកចូលទៅដូចជាមិនមានឃើញភ្លើងចឹងរត់ចូលទៅហើយរត់ចូលទៅមិនមែនតិចទេមីដីដាស់រត់ចូលទៅស្លឹកហ្នឹងត្រូវជ្រុះម្ដងកាត់តិចកាត់ដៃកាត់ជើងប្រកាច់ប្រកិនរងទុកវេទនាចាញ់ពីហ្នឹងទៅមានឈើមួយគេហៅថាព្រៃរកាតែចាស់និយាយថាឡើងអាការដែកព្រៃរកាហ្នឹងមានបលាគឺថាមានបលាកម្ពស់នៃព្រៃហ្នឹងកម្ពស់1យោជន៍ហើយមានបលានោះគឺកម្រាស់វិញគេហៅ16ធ្នាប់ណាសត្វនឹងឡើងទៅតោងទៅមុតឈាមអានេះវេទនារងទុកទៅអត់ដល់ចាញ់ពីនឹងមកគេយកទៅបោះនៅក្នុងស្ទឹងមួយគេហៅស្ទឹងទឹកផ្សាហើយឆែនៅក្នុងស្ទឹងនឹងក្តៅក្រហល់ក្រហាយអស់ការយូរចឹងទៅបានមានសត្វនេះរយៈបាលហ្នឹងគេយកស្ទូចដៃទៅធ្ពក់មាត់ហើយវត្តឡើងមើលដូរយើងស្ទូចត្រីចឹងណាស្ទូចត្រីចឹងហើយគេសួរថាណែឯងឃ្លានទេតាខ្ញុំឃ្លានបាយណាបើចឹងហាមាត់ហាមួយអញ្ចឹងគេយកហៅកង្វេដៃសិតតែភ្លើងកង្វេដៃហ្នឹងយកមកដល់ចាប់មាត់ទាញហ្មងហើយបញ្ចូលដុំដែកគេហៅទឹកណែលោហៈធាតុណាដុំលោហៈធាតុបញ្ចូលទៅឆេះកំពុងខឆេះកាពះឆេះពវៀនទៅពវៀនធំបាចេញមកទាំងអស់រងទុកហើយអត់ស្លាប់ទៀតណាគាត់អញ្ចឹងអត់ស្លាប់ទេហើយបើសេកទឹកគេបញ្ជាក់ទឹកក្នុងដែកដល់រងទុកអស់អញ្ចឹងទៅបានគេយកទៅបោះក្នុងមហានរូបវិញទៅនេះគឺជានរកដែលស្ថិតនៅក្នុងប្រាក់លោកគឺទុកទោសមានសភាពបែបនេះនឹងសូមនៃលោកដែលមកសម្ភាសជាមួយអាត្មានេះឲ្យបានយល់ថាតើឋាននរកជាស្អីគឺជារណ្ដៅជាកន្លែងដែលសត្វឥតបុណ្យទៅកើតនៅកន្លែងនេះហើយសោយទុកវេទនាដូចជានរកបច្ចុប្បន្នក្នុងប្រាក់លោកដូចស្មាបានសម្ដែងមកខ្ញុំកណាបានយល់បានដឹងពីព្រះថេរដីការបស់ព្រះអង្គដែលបានរៀបរាប់ពីឋាននរកហើយឋាននរកទាំងលោកីទាំងឋាននរកទាំងបរិលោកហើយឃើញថាការធ្លាក់ចុះទៅក្នុងឋាននរកហ្នឹងគឺជារឿងមួយដែលគឺថាគួរឲ្យភ័យខ្លាចហើយគួរឲ្យស្ញប់ស្ញែងជាទីបំផុតហើយខ្ញុំកណាចង់ទូលសួរថាតើបុគ្គលរបៀបណាជនប្រភេទណាដែលធ្លាក់ចុះទៅក្នុងឋាននរកហើយសូមបដិជគុណមេត្តាសង្ខេបមានធរដីកាទាំងក្នុងលោកនេះនិងបរិលោកនេះគុណគឺបើនិយាយអំពីសត្វដែលត្រូវធ្វើដំណើរទៅកាន់ឋាននរកទាំងបច្ចុប្បន្នឬបរិលោកគឺដូចគ្នាគឺបញ្ញវរាទាំង5ទី1គឺបាណានិបាតគឺបុគ្គលជាអ្នកសម្លាប់សត្វតូចសត្វធំសត្វមានជើងច្រើនសត្វមានជើង2សត្វអត់ជើងអ្នកធ្វើឃាតករសម្លាប់មនុស្សអ្នកចាប់ចម្រិតសម្លាប់មនុស្សអ្នកបហាមនុស្សដោយដើរដោយលំពេងដោយហេតុណាមួយក៏ដោយឲ្យតែថាសម្លាប់មនុស្សឬក៏សម្លាប់សត្វតាំងពីសត្វគូសត្វក្របីមាន់ទាជ្រូកសត្វល្អិតសត្វតូចសត្វធំទាំងអស់ហ្នឹងគ្រាន់តែថានៅក្នុងបច្ចុប្បន្ននឹងទៅប្រាក់លោកខុសគ្នានៅក្នុងបច្ចុប្បន្ននេះគឺគេច្រើនតែនិយាយអំពីមនុស្សហើយបើទៅក្នុងប្រាក់លោកគេនិយាយតាំងពីសត្វល្អិតតែទោះដែលត្រូវទៅកើតនរកក្នុងបច្ចុប្បន្ននរកគឺថាក្នុងបច្ចុប្បន្នគេថាទោះណាដែលវាពាក់ព័ន្ធនឹងខុសនឹងច្បាប់ព្រហ្មទណ្ឌហ្នឹងគេជាប់ទោសហើយដាក់គុកដាក់ច្បាប់នឹងចុះនរកបច្ចុប្បន្នតែបើតាមផ្លូវធម៌វិញគឺមិនចាំបាច់ទៅដល់នោះទេសូម្បីតែសម្រាប់ចៃសម្រាប់សត្វល្អិតឬក៏សត្វពស់ឬក៏ត្រីឬគោក្របីមាន់ទាជ្រូកឡើងទៅគឺចុះផ្លូវហ្នឹងទៅនរកហ្មងនៅនរកប្រាក់លោកហើយទី2ចោរកម្មអ្នកប្រព្រឹត្តធ្វើចោរកម្មវាមានទោសក្នុងបច្ចុប្បន្នគឺថាច្បាប់ព្រហ្មទណ្ឌកណាបើសិនជាលួចគេហើយគេកាត់ទោសគឺថាជាប់គុកតាមឆ្នាំនឹងចុះនរកហើយជាប់គុកនឹងជាប់នៅចុះនរកហើយក្នុងបច្ចុប្បន្ននោះហើយបើនិយាយអំពីប្រាក់លោកវិញគឺសំខាន់ត្រង់ថាឲ្យទៅលួចគេឃើញក៏ឃើញទៅគេមិនឃើញក៏មិនឃើញទៅឲ្យតែមានកំណត់លួចគឺថាលួចគេដឹងនិងលួចគេអត់ដឹងលួចគេអត់ដឹងគេហៅលួចស្របច្បាប់ដូចជាអ្នករកស៊ីចំជីវិតនេះលួចតាំងពីភ្នែកជិញបន្លំតាំងពីរបស់ដែលមានតម្លៃថោកធ្វើជាតម្លៃខ្លាំងខ្ពស់លួចតាំងពីការកេងប្រវ័ញ្ចលួចតាំងអំពីកំប៉ុងនាលតាំងពីគុណភាព
là bỏ ai thèm thôi lấy cờ nâng lối nâng miền nát đắng này nơi không phải cho bón ọt cái ọt giờ đã cục này hiện đắng ta bơ không bạ lốp nổ rụ bạ lốp cứ tàu à tất cả cả là này rồi bơ lối là bỏ thông thì lối cô rồi ở đây chia mà nó để hay chập mà nó lúa đi nâng có lúa này là chập mà nó dọc lùi nâng một tiết cứ tinh mà nó hiện lúa đôi chia tinh sấy hàng phơi phết na chập mà nó dọc lúaคือถ้าใส่นาดาตะได้สองใบต้องเป็นยังเติมบดคือจอระกำจับมันจะลุต่อเนี่ยแต่นะอันนี้ก็ลุยกูลุยกระใบลุยได้เสด็จได้จำกาลุยพรมใดนะสมใบแต่พรมใดนี่นั่งบริยืนยีตามฉบับหางนรุลุกคำบอกไม่ตู้ได้ยังตู้ได้ยังคือพรมใดคือถ้าเนเป็นน่ะได้ยืนแต่บล้อมพรมกี่ในขนมปัจจุบันนี้ยืงอาจจะรู้คล้วนมันชอบกบเตะเดซายืงไตรขึ้นนี่แต่เบอร์ในขนมบะโลกวิ่งคือถ้าตามจะอ้ามเอาตามจะขี้อ้อหลายให้เยอะตึ้งอันนั้นจึงจอในรูขนมบะโลกให้นั่งตาไว้แต่ตลอดมาให้ตีใบคือการไม่โศกไม่ชาจาระตัวบัดข้อคือการมากุนนะการมากุนบางยืนในเยชัวสดามอธาบรอหน้าได้เมียนประพนให้มันไตรออนงประพนคล้วนให้เตอสลันสไตรดอตีสไตรเปสจาหรือก็ประพนที่คนที่ข้อฉบับนี่นั่งมาในขนมปัจจุบันก็มีกุกได้นะมีกุกได้มนุษย์ได้จับรวมรูปสไตรเพศนั่งจับกุกขนมปรมตวนได้ở đó từ bạ lụcนั่นคือแต่ข้าวนึกขนมรู้บะลกโดยมาบางสมัยมันจังนะโดยจินเนี่ยบางบอนเนี่ยบางบอนมีสไลเปชากามีเฮ้ยขนมสับไงนี่เนี่ยได้ซอยตุกนรูขนมปัจจุบันคือจมูกเอ็ดนี่นั่งเอ็ดจอมไม่นะก็น่าดาลเป็นน้องเนี่ยบริโภคกรรมได้ข้าวเอ็ดเกิดรองตู้หอต้องอ้อนั่นน่ะนาเกิดมันงอไปปะตอเงืองอไปไหมเนี่ยอำเภอได้ประพัดการคนนั้นคือจะเพลิดตะกันรู้ไอ้ดาราไปเกิดรองตู้นั่งซอยตุกนั่งซอยนรุกทางปัจจุบันนั่นหรอน่ะซอยปัจจุบันนะไอ้ดาราไปน่ะสลับเตอนั่งกี่ยจะถือบาปในขนมประดับเตียนนะแต่ตามระเบียบเด็ดมามันปวดนี่ไอ้ตีบุญคือบุคคลได้จินเนี่ยนี่ยืนก็เหาะพอบอกเปรี้ยนะพอบอกเปรี้ยนั่นคือมันประกอบไปเชียร์ไทยเนี่ยลูกซองพอยีจีพอไอ้ขมิ้นพอจักพอที่ขัดแต่ยะสดัดเปรี้ยมันนะอาจารย์บางยินสดัดใส่ไทยกับฮับปะได้เปรี้ยมันนะเนี่ยทูสไลทูจำกาต้องเอาแต่พอเปรี้ยแต่พอนั่งบันในท่าเคยทามันเคยลือทามันลือดังทามันดังแกให้ท่าสำคัญบางเพราะคือยืนท่ายืนก็เหาะน้ำมองยืนดังท่าอันก็เหาะขี้จังมองแต่เบอร์ยืนนี่ยืนมีเจตนาอัดถอยนะเพราะเอามีนักกำนัดท่าตะเบาเปรี้ยขี้ตึกก็เหาะขี้ได้กายก็ได้เวจางได้ปลอมก็ได้เอาขี้วิญญาณสมบัติได้ให้นามมือก็ได้หรือก็ปลาเปรี้ยนโยบายก็เหาะแบบนาก็ได้สัตแต่รองตุกน้ำปลาลูกเนี่ยยืนในเยตึกมามันในเยี่ยมปีละบอบนโยบายตีวันแต่กูจะเลือกคลาโดยจะสมัยขมายก็หอมอันนี้ใบขนำผมใบขายเนี่ยขบาซอต่อจะอังซอต่อมอมปีทำมอมปีกูนโยบายได้ยังดักนอมปีบนมาไปข้อมีก็ห่อมีอดเป็นเราดาเตอร์เวสต์นรุปัจจุบันเจ็ดประมาณเดือนเนี่ยเนาะสันทับสันหอบนะจังนาสร้างเดิมปืนนั้นเตยแต่จอบตุกสลากาเตยจิกัดตุกนี่ซ้อมสอบนะนี่คือเคยมองเคยนะให้ตีปรามโซราพักตัดสบังนี่ในขนมปัจจุบันที่มันได้ยอมนุพักเสียสละกุบเลยเหตุการณ์โดยเจริญสามัญธรรมดาปอนตายเบิร์นเยปินรุกขนมประลูกเว้นคลื่นใช้หมอนคือถ้าการล้างคลื่นใช้หมอนเขาจะรู้หมอนนั่งแค่ตั้งปีกเปียแบบเวียนตัวแบบเวียนทอมลังตึงนั่งในรุกขนมประลูกโดยซาสุรานั่นแหละจังมาในท่าตู้แต่การไล่ปรามคอเนี่ยสำหรับลุยเหาะกับพัดคนจามพูดพอก็เหาะพักดักสว่างจังปรามคอเนี่ยไอ้คือจีเละกันหน้ามุ้ยได้เอาบางหานท่ามนุษย์นั่งให้มนุษย์นรุมนุษย์ฟื้นดมน้าแต่กันนรุขนมปัจจุบันเตอร์ประลูกนะชกนาบานดังต่อเตียไทยท่าจนน้าได้บานตัวในจบทาน
mây chẳng phải là lục hay cứ tha để cuốn miền thế là để cả mỗi tha nè để đặt sal pram để cuốn đại sal pram đặt sal pram đi chứ này ngay chồng cà na xôm thay nó con để con màn bọ sàiពីនៅរក់អ្នកដែលទទួលផលកម្មខ្លួនដែលបានប្រព្រឹត្តហើយទទួលផលជានៅរក់នៅក្នុងបច្ចុប្បន្ននិងអនាគតហើយសរុបមកគឺអ្នកដែលដាច់សិល5នឹងឯងដែលបានចុះទៅឋាននរកដែលទទួលផលកម្មនេះដូច្នេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំទូលសួរព្រះគុណជាតទៅទៀតថាដើម្បីឲ្យខ្លួនប្រាណយើងរស់នៅក្នុងគេថាកិរិយាកើតជាមនុស្សជាការកម្រនោះដូច្នេះយើងបានកើតជាមនុស្សហើយយើងត្រូវតែធ្វើម៉េចដើម្បីជៀសវាងអំពើអបាយមុខនេះហើយកុំឲ្យខ្លួនយើងចុះនរកទាំងបច្ចុប្បន្នទាំងបរិលោកនេះដូច្នេះសូមព្រះគុណមេត្តាផ្ដល់ថេរដីកាទានសូមនិមន្តស្មាសូមដោះស្រាយគឺសំខាន់ណាស់ចំណុចនេះគឺថាវាតកតងពីបច្ចុប្បន្នផងហើយនឹងប្រាក់លោកផងធម៌ពុទ្ធជាម្ចាស់ដែលបានត្រួតពិនិត្យទៅគឺបើសិនជាយើងចង់ឲ្យផុតទុក្ខខ្លួនយើងក្នុងបច្ចុប្បន្ននឹងទៅបរិលុកកុំឲ្យធ្លាក់នរកនៅក្នុងបច្ចុប្បន្នប្រាក់នោះគឺកាន់សិល5នោះគឺត្រូវតែនាំគ្នាឈប់សម្លាប់សត្វទៅគុណអាចមានរដីកាឡើងវិញគឺថាដើម្បីឲ្យខ្លួនយើងផុតអំពីនរកក្នុងបច្ចុប្បន្ននឹងទៅប្រាក់លោកគឺបុគ្គលម្នាក់ត្រូវតែកាន់សិល5ទី1គឺឈប់សម្លាប់គឺថាបើមានតេកាអីគឺយើងត្រូវតែទូនមានបដៅគ្នាដោយចិត្តមេត្តាបើសិនជាមានកំហុសខ្លះយើងត្រូវតែដាក់អញ្ញាដោយការខាត់ខាំងតែកុំធ្វើទរណកម្មដល់ផ្លូវកាយហើយទី2គឺយើងកាន់សិលធានាទានរកស៊ីចិញ្ចឹមជីវិតអ្វីគឺទៅតាមកម្លាំងសមាអាជីវៈតាមសតិតាមប្រាជ្ញាបានតិចហូបតិចបានច្រើនហូបច្រើនបើសិនជាយើងខ្វះខាតយើងត្រូវតែសុំគេកុំធ្វើចោរកម្មហើយមនុស្សទាំងឡាយណាដែលមានទ្រព្យកាលណាបើយើងបានឃើញថាមនុស្សនោះវាអត់ពិតមែនដោះស្រាយគ្មានអនត្តភាពទេយើងគួរតែជួយសង្គ្រោះគេធ្វើម៉េចឲ្យគេចេះរស់នៅឲ្យគេបានរស់នៅល្អផងនឹងទី2ហើយទី3គឺយើងត្រូវតែសម្ដែងការស្មោះត្រង់នៅក្នុងភរិយានិងស្វាមីបើបរោះបើមានប្រពន្ធហើយគួរតែស្រឡាញ់តែប្រពន្ធខ្លួនទៅណាកុំឲ្យទៅឆាយឆើតដល់ប្រពន្ធកូនអ្នកផ្សេងបើស្ត្រីគឺស្មោះត្រង់នឹងប្តីរបស់ខ្លួននឹងបានសុខសន្តិភាពហើយផុតចាកនរកហើយទី4ត្រូវនិយាយពិតដល់និយាយពិតព្រោះទៅគឺជឿបានហើយទី5កុំផឹកទឹកស្វឹកគឺសូរ៉ានិងមេរ៉ៃគឺយើងកុំផឹកទឹកស្វឹកមានតែសិល5នេះទេកាលណាបើនរជនណាបានកាន់សិល5នេះនរជននោះគ្មានធ្វើកំហុសនៅក្នុងច្បាប់គេថាច្បាប់ព្រហ្មទណ្ឌរបស់រដ្ឋទេមិនស្លាប់នរកក្នុងបច្ចុប្បន្នទេហើយនរជននោះទៀតក៏មិនបានស្លាប់ទៅកើតនៅក្នុងនរកក្នុងប្រាក់លោកដែរហើយថែមទាំងបានទៅកើតឋានសួគ៌ថែមទៀតផងហើយម្យ៉ាងទៀតអាត្មាបានគិតពិចារណាសពគ្រប់ទៅឃើញថាបើសិនជាមនុស្សទាំងអស់នាំគ្នាកាន់តែមាត្រា5គឺសិល5នេះគឺប្រទេសត្រូវបានសុខសន្តិភាពហើយមានអភិវឌ្ឍសុខសន្តិភាពយ៉ាងម៉េចហើយចុះបើសិនជាបរិវត្តនៅក្នុងដែននីមួយៗក្នុងភូមិក្នុងឃុំក្នុងស្រុកនៅក្នុងប្រទេសនាំគ្នាមិនសម្លាប់គ្នាទៅវិញទៅមកមានតែមេត្តាធម៌រកស៊ីស្មោះត្រង់គ្មានធ្វើចោរកម្មអញ្ចឹងផ្ទះទាំងឡាយគេមិនបាច់ចាំបិទទ្វារទេគេមិនបាច់ចាក់សោតព្រោះវាគ្មានណាលួចណាហើយទី3ប្រពន្ធកូនក៏អត់ទៀតអញ្ចឹងស្រីពេទ្យបាត់ដល់បាត់ស្រីពេទ្យទៅជំងឺអេដក៏អត់មានដែរឲ្យទី4និយាយកុហកគឺយើងនិយាយទីពិតអញ្ចឹងយើងនិយាយអីគឺជាទីពិតអញ្ចឹងមកអញ្ចឹងយើងគ្មានគ្រោះថ្នាក់ពីបញ្ហាអ្វីទេហើយឧស្សាហ៍វៀតនេះបើយើងនិយាយមែនទែនខ្លាំងមែនទែនខ្លាំងជាងគេបើសិនជាយើងនិយាយពិតគឺអ្វីមិនមានទឹកភ្នែកទេតែបើសិនជាយើងមិនពិតវិញគឺអ្វីគឺបែកបាក់នឹងក្របព្រះទាំងអស់អញ្ចឹងបានថាសច្ចធម៌នឹងសំខាន់ហើយទី5ប៉ុន្តែក្នុងបច្ចុប្បន្នគេច្រើននិយាយថាសូរ៉ានឹងជាមេត្រីមុខ
ជប់លៀងជួបគ្នាម្ដងអីក្នុងស្រុកក្រៅស្រុកអីគេថាតើមានស្រានឹងបានវាសមតាមពិតទៅគឺយើងគិតនឹងគិតអ្វីដែលយើងមានលទ្ធភាពដែលយើងធ្វើក្នុងបច្ចុប្បន្នទេតែបើសិនជាយើងនាំគ្នាមិនផឹកទាំងអស់គ្នាទៅគឺការស្រវឹងអាប់អួននៅទឹកស្រវឹងការផលិតស្រាឬក៏ការឆ្លោះទាស់តែងកັບសម្លាប់គ្នាដោយសារស្រានឹងប្រមាថនឹងអត់មានទេអញ្ចឹងទៅបើអញ្ចឹងទៅគឺថានៅក្នុងផ្ទះហ្នឹងបានសុខសន្តិភាពដែរបើផ្ទះច្រើនគ្នាទៅនាំគ្នាកាន់សិល5អញ្ចឹងទៅភូមិមួយមានសន្តិភាពហើយឃុំសង្កាត់ដែនប្រទេសរហូតដល់ប្រទេសនីមួយៗមានសន្តិភាពទាំងអស់អញ្ចឹងមនុស្សទាំងអស់កាលណាដល់កាន់សិល5ទៅឧទាហរណ៍ថានៅក្នុងពិភពលោកយើងកាន់សិល5ទាំងអស់គ្នាអញ្ចឹងមនុស្សអស់ប្រកាន់វណ្ណៈអស់ប្រកាន់សញ្ជាតិអស់ប្រកាន់ព្រំដែនចែកគ្នារស់នៅហើយក៏គ្មានយើងមានថវិកាតិចចំណាយសម្រាប់ការងារអត្ថប្រយោជន៍ការងារដែលនាំឲ្យខាតបង់អត្ថប្រយោជន៍ដូចជាការងារដែលយើងដូចថាកាលណាដល់ពេលប្រទេសវាគ្មានសង្គ្រាមយើងគ្មានថវិកាណែទៅត្រូវទៅទិញសភាវុធផលិតខាងសភាវុធអត់មានទេឬក៏ថវិកាសម្រាប់ចំណាយប្រើប្រាស់ទៅលើបុគ្គលអ្នកកាន់ក៏អត់ដែរអញ្ចឹងគុកក៏គ្មានច្បាប់ក៏គ្មានអ្នកកាត់ទោសក៏គ្មានអញ្ចឹងគឺបានសុខសន្តិភាពទាំងអស់គ្នាអញ្ចឹងក្នុងបច្ចុប្បន្នយើងនឹងក៏វាអត់បានទៅស្លាក់នរោហើយប្រាក់លោកក៏អត់បានកាត់នៅស្លាក់នរោតែនឹងឯងគេហៅថាបុគ្គលបានឋានសួគ៌ក្នុងបច្ចុប្បន្នក្នុងប្រាក់លោកខ្ញុំគណៈអរគុណហើយលើដេចគុណមានសារៈដីកាថាមនុស្សទាំងអស់តើមនុស្សទាំងអស់ដែលសុំរក្សាបានសិល5នេះគឺផ្ដោតលើវ័យឬលើអាយុឬក៏លើអីដែរទេគុណសូមទីគុណមានសង្ឃដីកាមានសារៈដីកាបញ្ជាក់ណែសិល5នេះគឺជាធម៌របស់មនុស្សមិនមែនថាជាធម៌សម្រាប់មនុស្សចាស់ទេសូម្បីតាំងពីទារកទារិកាដែលទើបនឹងកើតឡើងកុមារាកុមារីយុវជនយុវនារីពួកនិស្សិតពួកបញ្ញវន្តថ្នាក់កម្មាភិបាលអ្នកដឹកនាំពលរដ្ឋទូទាំងប្រជាជាតិកម្ពុជានិងបណ្ដាមនុស្សទាំងអស់ដែលស្ថិតនៅលើផែនដីទាំងមូលគេហៅសត្វលោកគឺធម៌នឹងគឺត្រូវតម្រូវឲ្យមនុស្សទាំងអស់នឹងឯងជាអ្នកកាន់បើសិនជាផ្ទះមួយកាន់សិលផ្ទះមួយមិនកាន់សិលក៏វាមិនសមប្រទេសមួយកាន់សិលប្រទេសមួយមិនកាន់សិលក៏វាមិនសមចាតែអញ្ចឹងទៅវាមិនសមទេបើតើទាំងអស់គ្នានឹងនាំនៅកាន់សិល5ហ្នឹងទេហើយដល់មនុស្សទាំងអស់កាន់សិល5ទៅមេត្តាច្បាប់រដ្ឋធម្មនុញ្ញវាកាន់តែតិចចាកាន់តែតិចអត់មានបកកើតអីច្រើនទេហើយបើសិនជាមនុស្សទាំងអស់ហ្នឹងមិនកាន់សិល5ទេនឹងច្បាប់ច្រើនណាស់សម្រាប់ទប់ទល់មនុស្សណាច្បាប់ចិត្តកោតទៅបន្តិចបញ្ញត្តិខាងនេះបន្តិចបញ្ញត្តិខាងនោះមកពីតែរឿងខូចរឿងខលនឹងទាំងអស់ហ្នឹងឯងអញ្ចឹងបានន័យថាបើសិនជាកាំងសិលគឺសំដៅយកមនុស្សគ្រប់វ័យបឋមវ័យមជ្ឈិមវ័យនិងបច្ឆិមវ័យហើយសិលហ្នឹងសូមជម្រាបផងដែរថាតិចច្រឡំថាអេសិលហ្នឹងតទៅវត្តខ្ញុំនៅក្មេងទៅសុំសិលមិនកើតអត់ទេសិលនេះសិល5ហ្នឹងមិនមែនសិលសម្រាប់អ្នកទៅនៅវត្តទេគឺសិលគេហៅថាសិលសម្រាប់រក្សាធាតុរបស់ខ្លួនជាមនុស្សពិតគេហៅថាមនុស្សសភូតោមនុស្សពិតប្រកបនឹងហ្មងគឺសិលហ្នឹងគ្រាន់តែតាំងចិត្តទេជួបដើរទៅជួបសត្វមានជីវិតគេមិនសម្លាប់គេមិនคลายខ្លួនទៅជាអ្នកសម្លាប់មនុស្សគេរកស៊ីទៅតាមកម្លាំងគេមានប្រពន្ធមានប្តីមានកូនគេនិយាយត្រឹមត្រូវគេផឹកតែស្គាល់ផឹកគឺសិជាផ្សេងទៅតែប៉ុណ្ណឹងឈ្មោះតែគេមានសិលគេហៅសិលធម៌សម្រាប់សង្គមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់ព្រះធម្មវិបស្សនាសម្ពុទ្ធឿនកេតុធម្មោជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាធរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងនៅពុទ្ធមណ្ឌលវិបស្សនាធរៈនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅខាងលិចភ្នំអន្តរៈភូមិសាដៃស្រុកញាលីខេត្តកណ្ដាលនៅក្នុងគណៈនេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំទូលសួរអំពីដែលពាក្យហៅថាសួរគាតើពាក្យនេះជាភាសាបាលីឬក៏ជាភាសាអីហើយពាក្យនេះមានអត្ថន័យយ៉ាងណាមានខ្លឹមសារយ៉ាងណាសូមព្រះជាគុណនិមន្តមេត្តាបកស្រាយគុណនៅក្នុងពេលនេះអាត្មាសូមបកស្រាយនៅពាក្យឋានសួគ៌នេះដើម្បីចែកជូនដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យបានយល់ហើយចង់បញ្ជាក់អំពីអ្វីខ្លះទៅដែលហៅថាឋានសួគ៌ហើយឋានសួគ៌នោះតើមានអ្វីខ្លះព្រោះពាក្យនេះគឺជាពាក្យដែលយើងគេឲ្យទាំងអស់គ្នាធ្លាប់តែនិយាយស្ដីតាំងពីបុរាណមកសូម្បីតែ
កុមារាកុមារីនឹងក៏ឆ្លប់និយាយស្ដីគេថាឋានសួគ៌នេះដែរអញ្ចឹងពាក្យថាឋានសួគ៌នេះគឺយើងនិយាយមកជាភាសាខ្មែរយើងទៅហើយធម្មរៈភាសាខ្មែរយើងប៉ុន្តែបើយើងអានទៅតាមកំណត់សព្ទវិញគេហៅមិនមែនជាភាសាខ្មែរទេតែវាសង្ស្ក្រឹតមកវិញណាតែសង្ស្ក្រឹតមកគេហៅថាសូរកៈណាចេញវាសង្ស្ក្រឹតឡើងវិញហើយកន្លែងនេះបើយើងពោលថាអ្វីទៅដែលជាឋានសួគ៌តើឋានសួគ៌នោះគឺសំដៅយកស្អីអញ្ចឹងក្នុងឋានសួគ៌នេះគឺសំដៅយកឋានទេវតាជាទីលំនៅជាពិភពឬថាជាប្រទេសរបស់ទេវតាតែម្ដងព្រោះនៅក្នុងលោកយើងនេះបើយើងពោលអំពីពិភពវិញគឺវាមានដល់ទៅ31ជាន់គឺកាមភពនោះគឺមាន11ជាន់មាននរកប្រេតអសុរកាយដេរឆានឋានមនុស្សហើយនឹងឋានសួគ៌នឹង6ជាន់គឺមានទេវតា6ជាន់ហ្នឹងហ្មងនឹងកាមភពយើងមាន11ជាន់ហើយនឹងឋានព្រំនឹងមានដល់16ជាន់គឺព្រំដែលឥតមានរូបហើយនឹងអរូបព្រំនឹងដែលជាព្រំអរូបនឹងមាន4ជាន់អញ្ចឹងក្នុង36ជាន់នឹងគឺមានឈ្មោះឋាន6ជាន់ដែលហៅថាឋានសួគ៌ជួនកាលលោកប្រើពាក្យថាឆកមាវជ្រសួគ៌ឆកមាវជ្រសួគ៌នឹងគឺបានន័យថាជាកន្លែងស្រុកទេវតាជាប្រទេសរបស់ទេវតាដែលលោកបញ្ញត្តិថាឋានសួគ៌នឹងដូចជាយើងពាក្យថាបញ្ញត្តិថាឋានមនុស្សឬក៏បញ្ញត្តិថានៃឋានអបាយភូមិអញ្ចឹងទៅអញ្ចឹងកន្លែងនេះជាកន្លែងនាំមកនៅសេចក្តីសុខព្រោះទេវតាទាំងអស់ដែលទៅអាស្រ័យនឹងឋានសួគ៌នោះគឺអត់មានសកម្មភាពអីទេគឺជាអ្នកទៅសោយសុខហ្មងអញ្ចឹងយើងសួរថាតើឋានសួគ៌នៅណានេះបើយើងនិយាយវាឋានមនុស្សយើងមើលឃើញមនុស្សយើងនឹងគឺមានប្រទេសអាមេរិកប្រទេសអូស្ត្រាលីឬក៏អាស៊ីអឺរ៉ុបនិងប្រទេសនេះទៀតឡើងគឺថាយើងទាំងអស់គ្នានឹងមើលឃើញតែដោយឡែកឋានសួគ៌នឹងគឺតែនាំគ្នានិយាយតគ្នាទៅបើជាពិសេសគឺមានក្នុងគម្ពីរណាមានក្នុងគម្ពីរគឺថាឲ្យតែឃើញនៅភ្នែកនឹងរមឃើញសូម្បីតែលោកអ្នកវិទ្យាសាស្ត្រដែលមានគឺថាយន្តហោះទំនើបដើម្បីធ្វើដំណើរស្វែងទៅរកឋានសួគ៌នោះរកឃើញទេព្រោះឋាននោះបើតាមគម្ពីរពុទ្ធសាសនាដែលអាត្មាភាពបានផ្សាយជ្រាវនៅក្នុងអត្ថកថារបស់ធម្មសង្កនីណាលោកបានបញ្ជាក់អំពីឋានសួគ៌នោះច្បាស់លាស់ណាស់គឺថាឋានសួគ៌គឺផុតពីជំនាញផែនដីមនុស្សយើងសពថ្ងៃនេះគេហៅផែនដីអ្វីដែលនៅព័ទ្ធជាមួយផែនដីដែលអាចហោះហើរដើរទៅលើផែនដីជាប់ជើងដីបានដោយសារជំនាញរបស់ផែនដីអញ្ចឹងឋានសួគ៌ក៏ជាពិភពមួយដែរដែលមានជំនាញរបស់គេផ្សេងអញ្ចឹងសូមបញ្ជាក់ថាចង់បញ្ជាក់ពីទីតាំងសិនដើម្បីឲ្យសប្បុរសជនធ្វើការគិតពិចារណាហើយសិក្សាបន្តទៅទៀតស្រាវជ្រាវតទៅទៀតនៅក្នុងពិភពរបស់គេហៅថាលោកយើងនេះនៅខាងពុទ្ធសាសនាទៅលោកចែកមានទ្វីប4ទ្វីបគឺមានចម្ពូទ្វីបពពកវតិហទ្វីបឧត្តរករុទ្វីបនិងអមរកោយនទ្វីបហើយទ្វីបយើងសប្តាហ៍ថ្ងៃហ្នឹងហៅចម្ពូទ្វីបហ្នឹងបើយើងចែកទៅតាមទ្វីបយើងសថ្ងៃនោះ5ទ្វីបគឺមានទ្វីបអាស៊ីទ្វីបអឺរ៉ុបអាមេរិកអាហ្វ្រិកនិងអូស្ត្រាលីណាទាំង5ទ្វីបនេះឯងដែលលោកចាត់ថាជាចម្ពូទ្វីបតែមួយគឺអាស្រ័យគឺសត្វដែលអាស្រ័យនឹងអាហារការហូបចុកបាយទឹកនំចំណីដែលជាអាហារគ្រប់គ្រាន់មានប្រពន្ធមានកូនមានសត្វនៅក្នុងផ្ទៃកើតដូចគ្នាអញ្ចឹងប៉ុណ្ណឹងគឺពិភពលោកយើងសប្តាហ៍ថ្ងៃនាំគ្នារត់តែនៅក្នុងទ្វីបនេះឯងនឹងបានទៅដល់បានឃើញទាំងអស់នៅចម្ពូទ្វីបហើយមានទ្វីបមួយទៀតគេហៅថាពពកវតិហទ្វីបទ្វីបនឹងនៅនីយោនៅខាងកើតណាទិសខាងកើតភ្នំហើយយើងនេះនៅខាងត្បូងភ្នំហើយនៅខាងជើងតំបន់ខាងលិចមួយទៀតគេហៅថាអមរកោយនទ្វីបហ
ហើយនៅខាងជើងក៏ហៅឧត្តរករុទ្វីបហើយតំបន់នៅដាច់ឆ្ងាយហើយគឺទាំង4ហ្នឹងគឺមានភ្នំមួយគេហៅភ្នំប្រសម័យសនេរុយើងខ្មែរយើងហៅប្រសម័យបល័យថាសនេរុគឺហ្នឹងគឺភ្នំហ្នឹងនៅចំកណ្ដាលមកប៉ុន្តែមិនមែននៅស្មើផែនដីយើងទេហើយនៅស្ថិតនៅក្នុងលំហដែរហើយនៅព័ទ្ធជំវិញភ្នំប្រសម័យហ្នឹងគឺមានជួរភ្នំ7ជាន់ទៅទៀតដែលលោកមានបល័យលោកពោលថាភ្នំសុទស្សនៈករបស់អេសន្ធរនិមន្ធរយុគន្ធរវិនកអសកម្មណាហើយភ្នំទាំង7ហ្នឹងគឺមានកម្ពស់ពិភពកម្ពស់ខ្ពស់ជាងគ្នាទៀតមិនស្មើគ្នាទេហើយចន្លោះភ្នំនីមួយៗសុទ្ធតែជាទីលំហទាំងអស់ណាជាលំហទាំងអស់ដែលយើងនិយាយថាសុទ្ធតែអាកាសធាតុនិងសមុទ្រជាទីលំហទាំងអស់អញ្ចឹងយើងសពថ្ងៃហ្នឹងនៅខាងត្បូងភ្នំហ្នឹងហើយពិភពទេវតានៅណាគឺកម្ពុជាភ្នំប្រសម័យនឹងឯងជាប្រទេសរបស់ទេវតាឈ្មោះតាវតឹងដែលយើងបាននិយាយទាំងអស់គ្នាថាដែលមានប្អិនត្រាធិរាជសកទេវរាជប្អិនហ្នឹងគឺនៅតំណងហ្មងណាជាអេសូនទេវតាហើយនៅភ្នំដែលហៅថាភ្នំដែលនៅព័ទ្ធជុំវិញបន្ទាប់ពីភ្នំប្រសម័យមកគឺជាឋានមួយគេហៅឋានចាតុមហារាជហើយស្ដេចចក្រឡោកបាលពុទ្ធបរិស័ទធ្លាប់លឺហើយចក្រឡោកបាលគឺមានស្ដេចថត្តរតវរុលកៈរូបខៈកវេរៈណាគឺថាស្ដេចទេវតាទាំង4ហ្នឹងគឺនៅតំបន់តាមភ្នំដែលនៅព័ទ្ធជុំវិញភ្នំប្រសម័យហ្នឹងឯងហើយភ្នំប្រសម័យហ្នឹងនៅបាតភ្នំគឺនៅបាតភ្នំប្រសម័យហ្នឹងមិនមែនចិត្តដូចជាភ្នំអត្រឹសចឹងទេប្រហោងក្រោមទេមានកំពូលភ្នំគេហៅភ្នំត្រៃកោត្រពីខាងក្រោមមកហើយនៅខាងក្រោមភ្នំនោះគឺជាពិភពមួយដែលហៅថាតំបន់របស់មានស្ដេចមួយគេហៅស្ដេចបុព្វជិត្រាសូរជាប្រទេសរបស់ពួកអសុលណាពួកអសុលគេហៅដែលយើងនិយាយថាពួកអសូរិកាយដែលជាប្រព័ន្ធរបស់ពួកយក្សគឺថាស្ដេចរបស់គេនៅបាតភ្នំហ្នឹងឯងហើយកំពូលភ្នំខាងលើគឺជាតំបន់របស់ស្ដេចទេវតាមួយឈ្មោះថាតាវតឹងស័ក្តិនឹងទេវតានៅក្នុងឯងហើយទេវតាដតីទី6ជាន់ក៏នៅតាមរបៀបនោះទៅជាលំដាប់ដំណយហូរហែនទៅដូចជានៅក្នុងពិភពលោកយើងអញ្ចឹងណានឹងជាបើយើងនិយាយទៅគេថាជាពិភពរបស់ទេវតាបើយើងសពថ្ងៃហ្នឹងគេហៅពិភពលោករបស់មនុស្សហើយទៅហ្នឹងគឺជាពិភពរបស់ទេវតាហ្នឹងហ្មងទេវតាអញ្ចឹងបានអាត្មាចង់បញ្ជាក់ថាទិសដៅទីតាំងរបស់ពួកនោះនៅណាហើយកន្លែងនោះវាផុតជំនាញផែនដីយើងហើយការព្រះជាម្ចាស់លោកដែលបានត្រាស់ដឹងហើយទៅប្រោះពុទ្ធមេដានៅឋានតាវតឹងនោះទៅនៅលើកំពូលភ្នំនោះហើយដល់ពេលព្រះអង្គព្រលឹមឡើងលោកចុះមកពីឋាននោះមកខ្ពុលព្រះអស់មកជំរះបកាយហើយព្រះអង្គទៅបិណ្ឌបាតនៅទ្វីបខាងជើងហៅឧត្តរករុទ្វីបហើយពួកនោះបើយើងនិយាយអំពីទទួលពលឺព្រះអាទិត្យយ៉ាងដែរណាប្រច័នយ៉ាងដែរទទួលពលឺដែរហើយបើយើងនិយាយពីថ្ងៃយប់ខុសគ្នា24ម៉ោងណាខុសគ្នាពី10ម៉ោងបើនៅនេះព្រលប់នៅនោះភ្លឺណាព្រលឹមម្នេះព្រលប់ដូចនៅអាមេរិកដែរណាមានសភាពអញ្ចឹងគឺថានេះជាហើយលោកថានឹងគេហៅចក្រវាលមួយគឺនៅទ្វីបទាំង4ទេវតា6ជាន់រហូតដល់មហាព្រហ្មហើយមានប្រតិទមួយនិងប្រច័នមួយក្នុងបត្រៃវត្តលោកថាលោកធាតុមួយចក្រវាលមួយនៃចក្រវាលជាមួយគ្នាពាក្យថាចក្រវាលជាមួយគ្នាហ្នឹងគឺពិភពទាំងអស់ហ្នឹងត្រូវទទួលយកពន្លឺព្រះអាទិត្យប្រច័នដូចគ្នាណាដូចគ្នាមានប្រតិទមួយមានប្រច័នមួយមានប្អិនមួយណាមានប្អិនមួយគឺថាអ្នកគ្រប់គ្រងទ្វីបទាំង4នេះហើយបន្ទាប់មកគឺមានចក្រឡោកនឹងបើយើងនិយាយអំពីពិភពសុទ្ធរបស់ទេវតានៅក្នុងប៉ុន្តែនៅក្នុងមនុស្សលើយើងនេះក៏មានពិភពទេវតាដែរណាទេវតាដែលជាសាខាគឺថាទេវតាមានច្រើនលោកពោលថាអាកាសទេវាអរុគទេវាភូមិទេវារាមទេវាវ័នទេវាទេវតាខ្លះនៅនឹងដើមឈើធំមួយមានប្រសាទមានដូចជាដើមពោដូចជាដើមជ្រៃដើមរាំងធំអញ្ចឹងគេហៅអរុគទេវតាហើយយើងមើលអត់ឃើញទេរូបពួកនឹងល្អិតណាស់សង្ឃុំរូបណាយើងសួរថាហេតុអីបានយើងមើលទេវតាមិនឃើញ
ហើយសួរថាហើយហេតុអីបានយើងមើលខ្យល់ឃើញយើងសួរចឹងខ្យល់ដែលបក់មកប៉ះកាយយើងដឹងថាខ្យល់ដែលសាប៉ះឯងប៉ុន្តែឲ្យយើងមើលឃើញថាខ្យល់ហ្នឹងវាពណ៌អីហើយវាណែតទៅវាអត់ឃើញដែរហ្នឹងសូម្បីតែខ្យល់ហ្នឹងមើលមិនឃើញហើយចំហរូបទេវតាដែលល្អិតជាងខ្យល់ទៀតហ្នឹងគេហៅថាអរុគទេវាមួយហ្នឹងទេវតាដែលអាស្រ័យនៅឋានមនុស្សហើយវ័នទេវតានៅព្រៃស្រោងមានប្រាសាទមាននៅព្រៃស្រោងទៅហើយរាមទេវតានៅសួនច្បារហើយភូមិទេវតានៅភ្នំណានៅជួរភ្នំទាំងអស់នោះសុទ្ធតែមានទេវតានៅទាំងអស់អាកាសទេវានៅតាមវាលនៅតាមលំហអញ្ចឹងប៉ុន្តែយើងជិះយន្តហោះមិនដែលជួបផងណាមិនដែលជួបមិនដែលឃើញហើយមិនដែលឮសូត្រថាបានទៅប៉ះទេវតាឬក៏បុកទេវតាដែរមកពេលថារូបគេល្អិតហ្នឹងគេមិនឲ្យបុកយើងគេមិនឲ្យកប៉ាល់ឲ្យយើងទៅបុកទេណាគេមើលឃើញយើងប្រកាសតែយើងមើលគេឃើញគេអត់ប្រកាសអានេះយកអំពីរូបទឹកទេវតារូបទឹកណាហើយពួកនោះដែលហៅថាឋានសួគ៌នោះព្រោះអត់មានធ្វើស្រែចម្ការធ្វើកសិកម្មពាណិជ្ជកម្មឧស្សាហកម្មអត់ទេពួកនោះគឺមានសម្បត្តិទឹកពាក្យថាសម្បត្តិទឹកគឺរបស់កើតឯងស្រាប់ព្រោះទេវតាមានសម្បត្តិទឹក10ណាមានរូបទឹកសម្លេងទឹកក្លិនទឹករសទឹកគឺសម្ផស្សទឹកសេចក្តីសុខទឹកអាយុទឹកអធិបតេយ្យទឹកយសបរិវត្តទឹកទាំងអស់គឺថារូបទឹកគឺបើយើងនិយាយពីទេវតាវិញមកចង់បញ្ជាក់អំពីសម្បត្តិទេវតាដើម្បីឲ្យញាតិញោមពលបរិស័ទយល់គឺថាគឺកើតឡើងមកគឺអត់មានកើតនៅក្នុងផ្ទៃម្ដាយគ្រប់ទេគឺថាកើតឡើងមកគឺប្រមាណមនុស្សយើងអាយុ16ឆ្នាំគេហៅឧបបត្តិកទេវីទេវតានឹងគឺកើតឡើងឯងតែនៅក្នុងកាពីគឺព្រះជាម្ចាស់សម្ដែងមកក្នុងបេដកមកបានពិនិត្យទៅឃើញលោកថាទេវតាកើតឡើងមានក្របខ័ណ្ឌមកគឺបើទេវតាណាដែលកើតនៅក្នុងកតុបដំណេកទេវតានឹងជាប្តីជាប្រពន្ធមិនបាច់ចាំទៅធ្វើចងស្ពានវិត្រីទេគឺថាសញ្ញាកម្មហ្នឹងគឺជាប្តីជាប្រពន្ធហ្មងនឹងបើយើងនិយាយភាសាខ្មែរវិញតែបើកើតនៅលើកផ្លូវគឺជាបុត្រាបុត្រីអត់មានមិនគឺក្របខ័ណ្ឌចឹងហ្មងហើយបើកើតតាមរបៀងតាមភូមិឋានតាមទឹកដីរបស់ខ្លួនគឺជាបរិវារការមកសម្រាប់បរិវារបើយើងនិយាយនៅស្រុកខ្មែរយើងជាមនុស្សថាកើតមកសម្រាប់ជាពលរដ្ឋណាជាពលរដ្ឋរបស់ប្រទេសមួយនៃទេវតានោះទេវតានឹងមានគេចែកកង់ហ្នឹងទៅណាទឹកដីមានកលាទេទឹកដីនេះស្ដេចនេះសោរីទឹកដីនោះស្ដេចនោះសោរីដូចតែពិភពលោកយើងអញ្ចឹងនេះប្រទេសខ្មែរនោះប្រទេសថៃនោះប្រទេសវៀតណាមទៅវិញអញ្ចឹងហើយមានព្រំដែនអញ្ចឹងហើយមានការពារហើយរក្សាអញ្ចឹងដូចគ្នាប៉ុន្តែទេវតាដែលគ្រប់គ្រងនៅតាមប្រទេសទាំងអស់ហ្នឹងគឺស្ថិតនៅក្រោមសកទេវរាជជាអធិបតីដូចគ្នានឹងមនុស្សលោកយើងដែរពិភពលោកយើងមានប្រធានាធិបតីមានស្ដេចគ្រប់គ្រងលើទឹកដីតាមប្រទេសមួយតែកំពុងមានអង្គការសហប្រជាជាតិជាអ្នកគ្រប់គ្រងទៅលើប្រទេសទាំងអស់ដូចគ្នានេះប្រព័ន្ធគ្រប់គ្រងរូបទឹកកើតឡើងមកគឺធំមកសម្លេងទឹកគឺសម្លេងពីរោះយើងមិនបាច់ចាំស្វែងរកទៅឆ្នាំឯងដាក់សម្លេងទេសម្លេងទេវតាគឺសម្លេងណាធំឯងព្រោះឯងទុនឯងឮតិចឮច្រើនឮដល់ខ្លួនឯងទាំងអស់ហើយក្លិនទឹកគឺទេវតាទាំងឡាយមិនមានការស្វែងរកប្រេងម្សៅយឹបលូនកាយទេគឺមានក្លិនក្រអូបចេញពីកាយតែម្ដងហើយរសទឹកគឺទេវតាដែលត្រូវមហូបអាហារគឺមិនស្វែងទៅរកទិញទីផ្សារទេគឺរបស់ហ្នឹងនៅពេលណាមានចំណង់ចង់ក្នុងអាហារគឺអាហារកាលឡើងខ្លួនឯងហើយបរិភោគហូបក្តារទៅហើយបើយើងយកអំពីសម្ផស្សទឹកគឺសម្លៀកបំពាក់គ្រឿងអលង្ការគឺការឡើងជាស្វ័យប្រវត្តិតិចច្រើនតាមបុត្រអត់មានជនណាទៅទិញពីជនណាគ្មានលុយសម្រាប់ចាយហើយគ្មានរបស់សម្រាប់ដូរគ្នាទេគឺវារស់នៅទៅតាមកម្លាំងបុណ្យរបស់គេហើយបើនិយាយពីអាយុទៅវិញទេវតាមានអាយុវែងណាទេវតាចាតមហារាជខុសគ្នា50ឆ្នាំមនុស្សស្មើគេមកយប់មួយថ្ងៃ30ថ្ងៃគេមួយខែ12ខែមួយឆ្នាំហើយគេអាយុ500ឆ្នាំស្មើនឹងយើង9លានឆ្នាំមនុស្សហើយដល់ទេវតាឋានតាវតឹងមកយប់មួយថ្ងៃយើងមកយប់មួយថ្ងៃគេ100ឆ្នាំយើងអញ្ចឹង12ខែនៅ30ថ្ងៃគេមួយខែទៅ12ខែមួយឆ្នាំគេអាយុ1000ឆ្នាំស្មើនឹងយើង3ខែ9លានឆ្នាំហើយបើទេវតាឋានយាមាវិញគុណនឹង4ឡើងហ្មងហើយបើឋានដោះសិតយើងនេះ400ឆ្នាំស្មើគេមកយប់មួយថ្ងៃឯងហើយគេអាយុដល់ទៅ4000ឆ្នាំ
ណាអញ្ចឹងស្មើនឹងយើង57កើត60សែនឆ្នាំអញ្ចឹងឃើញប្រមាណគុណនឹង4ឃើញឋានសួគ៌ទី5មួយឃើញលទ្ធផលប្រមាណគុណនឹង4ឃើញឋានសួគ៌ទី1អាយុទៅហើយអាយុនេះអត់